ចឹងថ្ងៃនេះក៏មកជួបបងប្អូនសាជាថ្មីចឹងថ្ងៃនេះយើងរៀនអក្សរហ្វុននៅក្នុងកម្មវិធីពិសាទៅចូលកន្លែង Google Chrome កម្មវិធី Chrome ហ្នឹងហើយបងប្អូនចូលមកបងប្អូនក៏បាយពាក្យថា download អខ្មែរ Unicode ឬបងប្អូនចុចតាម website នេះក៏បានណាអញ្ចឹងខ្ញុំនឹងដាក់ link នៅក្រោមវីដេអូដើម្បីឲ្យបងប្អូនស្រួលចូលទៅដល់ដោយណាបន្ទាប់មកយើងក៏ចុចចូលកម្មវិធីនឹងរយទៅបងប្អូនក៏ចូលមកដល់ទំព័រនេះចាំបងប្អូនចុះមកក្រោមអូសឡើងទៅលើដើម្បីយើងយកពាក្យប្រពាក្យថាទីយកចាំបងប្អូនចុចលើនឹងដែរនឹងហើយបងប្អូនចុចដល់មកទីយកចឹងទីយកបានហើយđấy chứបងប្អូនចុចចេញទៅវិញទាំងអស់ណាបងប្អូនចុចចូលមកកន្លែងកម្មវិធីឯកសារឬក៏ភាសាអង់គ្លេសហៅថា file បងប្អូនចុចចូលមកចាំបងប្អូនបើថាប្រើ Android វានឹងមានកម្មវិធីនៃរសារទុកឯកសារបងប្អូនទៅរកពីកម្មវិធីអខ្មែរ font 9:26:15នេះមួយណាក៏បានដែរបងប្អូនចុចចូលមកហើយបងប្អូនក៏ចុចកន្លែងពាក្យថាស្រង់ចេញទៅហ្នឹងហើយបងប្អូនចុចកន្លែងទៅនឹងណា Android បើទៅទូរស័ព្ទណាអាចចុចបានម្ដងមួយតែទូរស័ព្ទរបស់ខ្ញុំពងតែបរិញ្ញានេះអាចចុបានម្ដងទាំងអស់អញ្ចឹងខ្ញុំរើសបច្ចុប្បន្នទីតាំងខ្ញុំយកថាទីតាំងតាមតម្រូវការចឹងគឺទីតាំងកន្លែងទៅណាក៏បានណាឬក៏បងប្អូនចុចទីតាំងកន្លែងទៅនឹងក៏បានចឹងសំណាក់តាមទីតាំងកន្លែងទៅនឹងចាស់ហើយដល់ខ្ញុំចុចញ៉ាព្រីវានឹងស្រង់ចេញឲ្យយើងហើយតើបងប្អូនក៏ចុចថយមកក្រោយវិញដើម្បីយើងទៅមើលកម្មវិធីដែលយើងបានស្រង់ចេញចឹងបងប្អូនឃើញហើយនេះកម្មវិធីដែលយើងស្រង់ចេញគឺអខ្មែរប៉ុន្តែមាន profile ចេះណាចូលមកកម្មវិធីពិសារបស់វិញមកបងប្អូនចុចខាងលេខបូកហើយបងប្អូនគេរករូបខ្ញុំជឿរូបគ្មាននេះចាហើយយើងទៅសេអសថាគ្មានកំចិលគ្មានកំចិលផៃទៅសេរួចហើយបងប្អូនយកញ៉ាគ្រីហើយបងប្អូនក៏ចុចICR ដើម្បីទៅរកហ្វុនកន្លែងនេះខ្ញុំតាមទីទៅហៅបងប្អូនចឹងការអសបងប្អូនចុចយកអសវា2ដងណាពីលើ2ដងចឹងហើយចឹងយើងចូលមកការអសឬក៏លុបអសបានហើយចឹងបងប្អូនចុចទីមកវិញមកចឹងយើងចូលទៅមើលរកហ្វុនវា see off ណាហើយយើងចុចចូលកន្លែង my phone យើងចូលមកដល់ទំព័រនេះបងប្អូនក៏ចុចកន្លែងថា add phone អញ្ចឹងយើងចាំបានថានៅពេលដែលយើងស្រង់ចេញវិញយើងយកទៅដាក់ក្នុង file មុននេះណាអញ្ចឹងបងប្អូនចុចចូល file នឹងមកបងប្អូននឹងសង្កេតឃើញថាឈ្មោះប៉ុន្តែយើងបាន download វិញគឺ all ខ្មែរ font 9:26:15ចឹងបងប្អូនចុចលើនឹងណែបងប្អូនក៏ចុចជាប់មកដើម្បីគ្រីសវារួចហើយក៏បងប្អូនចុចឡើងត្រេ3ខាងលើខាងស្ដាំនេះបងប្អូនចុចយកជ្រើសរើសទាំងអស់ដល់ពេលហើយវាតនិចជ្រើសរើសទាំងអស់ហើយបងប្អូនក៏មើលខាងស្ដាំដៃទៀតគឺមានពាក្យថាជ្រើសរើសចឹងបងប្អូនចុចយកជ្រើសរើសដែរចឹងបងប្អូនចាំវាបន្តិចទៅហ្នឹងហើយអញ្ចឹងឃើញថាហ្វុនរបស់យើងបានមកដល់ហើយនេះសិតតែហ្វុនបងប្អូនចង់បានមកអីបងប្អូនចុចមើលខ្លួនឯងច្រើនណាហ្នឹងហើយបងប្អូនចង់អានប្រភេទហ្វុនអូអេចាំអសហ្វុនអូអេរបស់យើងគឺបានយ៉ាងនេះឬក៏បងប្អូនចង់បានហ្វុនជាប្រភេទអសដៃអសដៃបែបនេះហ្នឹងហើយអញ្ចឹងចង់បានហើយចឹងរៀបដាក់ហ្វុនក្នុងរូបភាពខ្ញុំមានតែប៉ុណ្ណេះឯងហើយតោះទៅយើងនឹងអាចថាដាក់ពណ៌ដាក់ color អីបងប្អូនក៏ចុចរៀនចុចលេងតាមនេះណាដាក់ពណ៌ដាក់ color អីតាមតែបងប្អូនលេងទៅ
และខ្ញុំសូមជម្រាបថាកម្មវិធីនេះគឺកម្មវិធី Pro បានបងប្អូនលេងស្រួលបើបងប្អូនអត់បានទិញកម្មវិធី Pro ទេវាអាចថាបិទទៅកម្មវិធីខ្លះដែលយើងមិនអាចធ្វើបានអញ្ចឹងខ្ញុំមានមេរៀនតែប៉ុណ្ណេះឯងសូមអរគុណ